សុបិនកាន់តែធំកាន់តែអស្ចារ្យកលឹះដំបូងដើម្បីខ្លាចទៅជាមហាស្ត្រីប្រាក់លៀនគឺផ្ដើមចេញពីសុបិនធំដូច្នេះចូលអ្នកបើកចិត្តរបស់អ្នកហើយបង្កើតសុបិនមួយឲ្យធំនិងអស្ចារ្យនោះហើយអ្នកនឹងទទួលបានកម្លាំងចិត្តពីសុបិនមួយនោះចាក់ជាមិនខានចូលអ្នកសាកល្បងសុបិនអ្វីមួយដែលធំហើយអស្ចារ្យបំផុតហើយសាកល្បងគិតមើលតើអ្នកគួរប្រើជីវិតបែបណាដើម្បីរស់នៅក្នុងពិភពដ៏ស្រស់បំព្រងមួយនេះឧបមាថាប្រសិនបើអ្នកមានលុយច្រើនមហាសាលតើអ្នកគួរប្រើជីវិតបែបណាជាមួយលុយទាំងនោះរាល់មនុស្សទាំងឡាយពួកគេតែងតែមានសុបិនមួយយ៉ាងអស្ចារ្យហើយសុបិននោះទៀតសោតវានឹងធ្វើឲ្យពួកគេមានអារម្មណ៍មួយដែលខុសគ្នាដាច់ស្រឡះវាប្រៀបបានដូចជាមេឃហើយនឹងដីអីចឹងដូចជាពាក្យមួយគេបានលើកឡើងថាប្រសិនបើយើងចង់ឲ្យសុបិនមួយខ្លាចជាការពិតលុះត្រាណាដែលយើងមានសុបិនមួយជាមុនសិនសុបិនដែលអ្នកមានវាគ្មានព្រំដែនកំណត់ឡើយនៅក្នុងឆាកជីវិតរបស់អ្នកវាគ្មានអ្វីដែលអ្នកមិនអាចធ្វើបាននោះទេហើយក៏គ្មានអ្វីដែលថាមិនអាចទៅរួចដែរឥឡូវនេះយើងអាចសាកល្បងស្រមៃទៅមើលប្រសិនបើអ្នកមានពេលវេលាច្រើនមានលុយច្រើនមានចំណេះដឹងច្រើនមានបទពិសោធន៍ច្រើនមានធនធានច្រើនទៀតមានទំនាក់ទំនងល្អៗជាច្រើនតើអ្នកនឹងធ្វើអ្វីខ្លះដើម្បីសម្រេចបាននូវគោលដៅជីវិតទាំងនោះប្រសិនបើខ្ញុំប្រាប់អ្នកថាអ្នកគឺជាមនុស្សម្នាក់ដែលពោពេញទៅដោយសក្តានុពលម្នាក់តើអ្នកនឹងចាត់ចែងជីវិតរបស់អ្នកជីវិតគ្រួសាររបស់អ្នកនិងសង្គមរបស់អ្នកដោយរបៀបណាហើយទាំងនេះគឺជាមធ្យោបាយនៃការគិតមួយដែលប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ដែលអ្នកគួរតែយកទៅពិចារណាដូច្នេះចូលអ្នករៀបចំគម្រោងថ្ងៃអនាគតរបស់អ្នកសម្រាប់5ឆ្នាំខាងមុខទៀតហើយសាកស្រមៃទៅដល់រូបភាពដែលកន្លងហួសទៅរយៈពេល5ឆ្នាំដែលអ្នកបានរៀបចំគម្រោងនោះអ្នកនឹងមើលឃើញពីរឿងរ៉ាវដែលអស្ចារ្យជាច្រើនដែលកើតចេញពីគម្រោង5ឆ្នាំរបស់អ្នកក្នុងពេលនេះមួយវិញទៀតអ្នកសាកមើលត្រឡប់ទៅក្រោយក្នុងអំឡុងពេល5ឆ្នាំមុនតើពេលនោះអ្នកបានធ្វើអ្វីខ្លះតើអ្នកបានទៅធ្វើការនៅកន្លែងណាខ្លះតើអ្នករកលុយបានប៉ុន្មានតើអ្នកមានលុយប៉ុន្មាននៅក្នុងធនាគាររបស់អ្នកតើនៅក្នុងឆាកជីវិតរបស់អ្នកយ៉ាងម៉េចដែរអញ្ចឹងហើយចូលអ្នកបង្កើតទស្សនវិស័យមួយសម្រាប់ខ្លួនឯងនិងរៀបចំផែនការមួយដែលមានរយៈពេលយូរសម្រាប់ថ្ងៃអនាគតរបស់អ្នកនៅពេលនោះអ្នកនឹងរឹតតែស្គាល់ច្បាស់អំពីគោលដៅជីវិតរបស់ខ្លួនហើយនៅពេលដែលអ្នកអាចបង្កើតបាននូវរូបភាពមួយនៅក្នុងចិត្តរបស់អ្នកកាន់តែច្បាស់ហើយនោះនៅក្នុងជីវិតរបស់អ្នកនឹងពោពេញទៅដោយភាពវិជ្ជមានកម្លាំងចិត្តរបស់អ្នកនឹងប្រែជាខ្លាំងឡើងហើយការបដិញ្ញាចិត្តរបស់អ្នកកាន់តែខ្ពស់ផងដែរដល់ពេលនោះកុំថាឡើយសុបិនធំប៉ុនភ្នំទោះបីសុបិនប៉ុនមេឃក៏អ្នកអាចធ្វើបានសម្រេចដែរអញ្ចឹងហើយអ្នកត្រូវរៀនកោះកកាយចំណេះដឹងរបស់អ្នកយកមកប្រើរួចច្នៃវាជាគំនិតរបស់អ្នកហើយយកគំនិតរបស់អ្នកមកត្រួសត្រាយផ្លូវដើម្បីធ្វើឲ្យទស្សនវិស័យរបស់អ្នកខ្លាចទៅជាការពិតរៀនស្វះស្វែងរកគោលដៅមួយដោយបង្កើតសុបិនមួយឲ្យចេញជារូបរាងដើម្បីឆ្ពោះទៅរកទស្សនវិស័យមួយច្បាស់លាស់ហើយរៀនបង្កើតក្តីសុបិនមួយឲ្យធំព្រោះបើអ្នកសុបិនកាន់តែធំនោះមានន័យថាអ្នកក៏កាន់តែរឹងមាំទៅតាមនឹងដែរដូច្នេះអ្នកត្រូវតែបង្កើតសមត្ថភាពនៃការគិតរបស់ខ្លួននិងបង្កើនកម្រិតនៃការជឿទុកចិត្តលើខ្លួនឯងឲ្យបានកាន់តែខ្លាំងទាំងនេះវាគឺជាធម៌ពលនៃសុបិនរបស់មនុស្សម្នាក់ហើយធម៌ពលនៃសុបិនទាំងនេះវានឹងរុញឲ្យមនុស្សធ្វើអ្វីមួយកាន់តែល្អប្រសើរដែលនឹកស្មានមិនដល់មកដល់កន្លែងនេះគឺជាអ្វីដែលអ្នកត្រូវនិយាយប្រាប់ខ្លួនឯងគ្មានរឿងណាមួយដែលថាខ្ញុំមិនអាចធ្វើបាននោះទេនៅពេលដែលខ្ញុំមានសុបិនហើយនោះហើយក៏គ្មានរឿងអ្វីដែលធ្វើឲ្យខ្ញុំត្រូវបរាជ័យឬបោះបង់នោះដែរតើអ្នកអាចធានាបាននៅភាពជោគជ័យនៃគោលដៅជីវិតរបស់អ្នកបានដែរឬទេតើអ្នកមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមនឹងឧបសគ្គឬបញ្ហានៅក្នុងដំណើរជីវិតទៅកាន់ភាពជោគជ័យរបស់អ្នកដែរឬទេទាំងនេះគឺជាសំណួរដែលអ្នកត្រូវសួរខ្លួនឯងជាប្រចាំប្រសិនបើអ្នកដឹងច្បាស់ឬយល់ច្បាស់ពីសុបិនរបស់អ្នកហើយនោះអ្នកនឹងគ្មានទេពាក្យថាបរាជ័យសម្រាប់អ្នកព្រោះថាអ្វីក៏ដោយឲ្យតែអ្នកច្បាស់ថាវាជាគោលដៅរបស់អ្នកហើយនោះចូលកត់ត្រាវាទុករួចបង្កើតវាឲ្យខ្លាចជាសុបិន
ហើយបំលែងវាទៅជាការពិតពេលនោះអ្នកច្បាស់ជាអាចសម្រេចបាននូវគោលដៅមួយដ៏ធំធេងរបស់អ្នកដែលនឹកស្មានមិនដល់ហើយដូច្នេះតើអ្នកនឹងធ្វើអ្វីទៀតដើម្បីសម្រេចបាននូវគោលដៅដែលអ្នកចង់បានតើជំហានមួយណាដែលអ្នកជ្រើសរើសធ្វើដំណើរតើអ្នកគួរចាប់ផ្ដើមវាឬក៏បោះបង់វាចោលតើអ្នកគិតថានរណាខ្លះដែលអ្នកអាចដើរជាមួយពួកគេបានហើយនរណាខ្លះដែលអ្នកមិនគួរចំណាយពេលជាមួយពួកគេ